មេចាប់ផ្ដើមធ្លាក់ភ្លៀងហើយតោះបងប្អូនដល់ពេលដល់ខែដែលយើងត្រូវដាំដំឡូងទៀតហើយជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំបានមកថតទាក់ទងជាមួយនឹងតំបន់ចំការដែលស្ថិតនៅក្នុងស្រុកភ្នំព្រឹកក៏ដូចជាស្រុកស្ពៅលូនខេត្តបាត់ដំបងយើងដឹងស្រាប់ហើយកាលពីប្រហែលថ្ងៃមុនចាប់ពីថ្ងៃទី8ទី9ខែមិនិនាឆ្នាំ2025យើងមកគឺតែងតែមានមេឃកក់ខែតាមតំបន់ខ្លះៗហើយក៏ដូចជាតាមតំបន់ដូចជាស្រុកស្ពៅលូនស្រុកភ្នំព្រឹកអញ្ចឹងក៏ដូចជាមានភ្លៀងរៀងក្រាន់កោសំហើយសម្រាប់បងប្អូននៅតាមតំបន់ហ្នឹងជាក់ស្ដែងដែលខ្ញុំឃើញគឺមានកន្លែងខ្លះគឺគាត់មានន័យថាគាត់ដាំដំឡូងរួចហើយអ្នកខ្លះក៏គាត់កំពុងតែភ្ជួរដីពូនរងសម្រាប់ដាំអញ្ចឹងណាហើយកន្លែងខ្លះឃើញតែគាត់ដឹកដើមដំឡូងហ្នឹងគឺយកមកដាក់តាមចង្ការត្រៀមរួចរាល់ហើយអ្នកខ្លះក៏គាត់ថាចាំភ្លៀងមួយមេទៀតបានគាត់ដាំអញ្ចឹងណាហើយអ្នកខ្លះគាត់ថាភ្លៀងប៉ុណ្ណេះប្រហែលជាអាចដោះហើយអញ្ចឹងគាត់ក៏ចាប់ផ្ដើមដាំអញ្ចឹងដោយតែរូបភាពបងប្អូនបានឃើញអញ្ចឹងគឺច្រើនមែនតើបងប្អូននៅតំបន់ចំការសំពូលូនភ្នំព្រឹកនេះបងប្អូនដឹងស្រាប់ហើយគឺតំបន់ចង្កាយគឺយើងមើលទៅឃើញដាច់កតុយភ្នែកមិនថាដីទំនាបមិនថាដីមានភ្នំមានអីអញ្ចឹងគឺតំបន់ចង្កាដោយសារយើងធ្វើយូរឆ្នាំយូរខែមកហើយអញ្ចឹងគឺច្រើនមែនតើអញ្ចឹងនេះគ្រាន់តែជាខ្ញុំដោយសារខ្ញុំជិះតាមផ្លូវអញ្ចឹងក៏ឃើញក៏ថតបដិចូលរូបភាពចែកជូនទៅដល់បងប្អូនអញ្ចឹងណាហើយនេះច្រើនមែនតើបងប្អូនហើយសម្រាប់ទៅខាងតំបន់បងប្អូនផ្សេងតើមានភ្លៀងកក់ខែបានគ្រប់គ្រាន់ដែលអាចដាំដំឡូងបានហើយឬនៅអញ្ចឹងសម្រាប់មកតំបន់នេះគឺមានដាំរួចរាល់ខ្លះហើយនៅតាមតំបន់នេះភាគច្រើនដែលខ្ញុំបានឃើញដោយសារតកតងមួយការដាំរបស់គាត់ដើមដំឡូងគឺគាត់កាប់ហើយគាត់យកទៅដាំតែម្ដងអញ្ចឹងណាអញ្ចឹងដែលអ្វីដែលខ្ញុំឃើញភាគច្រើនគឺគាត់អត់បានបាញ់សម្រាប់មេរោគឬក៏សត្វល្អិតផ្សេងៗដែលជាប់នៅនឹងដើមទេអញ្ចឹងនេះហើយជាកត្តាដែលធ្វើឲ្យដំឡូងរបស់យើងនៅពេលដែលដាំមកគឺពេលដែលដុះមកគឺវាអត់សូវមានកម្លាំងអញ្ចឹងណានេះក៏ជាកត្តាមួយដែរអញ្ចឹងបងប្អូនអាចថាអ្នកខ្លះគាត់ថាឆ្ងាយទឹកឆ្ងាយអីអញ្ចឹងគាត់ពិបាកក្នុងការត្រាំអញ្ចឹងណាអញ្ចឹងគាត់ថាជាយោបល់ក៏ដូចជាការចែករំលែករបស់ខ្ញុំគឺបងប្អូនអាចជ្រើសរើសយកជីឬក៏ថ្នាំណាដែលអាចយើងយកមកបាញ់នៅលើដើមរបស់វាមានន័យថាដើមនៅពេលដែលមុនយើងដាំរយៈពេល2ថ្ងៃ3ថ្ងៃដែលនៅពេលឈរយើងអត់តន់កាប់ហ្នឹងអញ្ចឹងបងប្អូនអាចលាយថ្នាំជាមួយនឹងជីទៅជាប្រភេទជីទឹកណាបងប្អូនគឺយើងលាយទៅយើងបាញ់ពីលើដើមវាទៅមុន2 3ថ្ងៃហ្នឹងហើយចាំយើងយកទៅកាប់ដើមតែម្ដងយើងធ្វើបែបនេះគឺទី1យើងធ្វើឲ្យសត្វល្អិតក៏ដូចជាកណ្ដៀដែលនៅជាប់នឹងដើមជាប់នឹងគល់ហ្នឹងគឺវាងាប់ល្អអញ្ចឹងណាហើយទី2វាជួយឲ្យដើមដំឡូងរបស់យើងគឺវាមានកម្លាំងនៅពេលដែលដាំទៅធ្វើឲ្យវាដុះមកឃើញខ្ចីល្អមានកម្លាំងស្ទុះអញ្ចឹងណាបងប្អូន